បើមានអាគេឆ្លាញ់បាយឆ្លាញ់គេមុនណាបងជឿខ្ញុំអាយុអត់ទាន់50កុំទាន់20ថាខ្លួនឯងនៅអត់មានគូអ្នកណាក៏មានគូដែរហើយមិនប្រកាសថាអ្នកដែលមានគូពីក្មេងហ្នឹងគេជោគជ័យហើយក៏មិនប្រកាសថាយើងនៅអាយុច្រើនហ្នឹងយើងអត់គូដែរព្រោះយើងអត់ទាន់ដល់ជួនកាលយើងជួបម្នាក់មកគឺគេឆ្លាញ់យើងប្រកាសចូលទៅដឹងការស្អែកបដ ாய் ទៅថាបានដែរហើយបាយមកស្ដាប់រឿងនិទានរបស់ខ្ញុំមួយទៀតខ្ញុំនិយាយបាយស្ដាប់កាលពេលខ្ញុំអាយុខ្ទង់16 17ហ្នឹងណាខ្ញុំមានគេសួរច្រើនហើយមានអ្នកឆ្លាញ់ដូចគ្នាបងប្អូនអីចឹងគាត់ចង់បានចង់អីចឹងគាត់សួរតាមម៉ែតាមអីអីចឹងណាប៉ុន្តែបាយជឿថាខ្វៀងរហូតអត់មានរបៀបថាពេលដែលគេមកឆ្លាញ់យើងឬក៏ចាស់ទុំព្រមព្រៀងដឹងឮត្រូវអស់ហើយប៉ុន្តែយើងអត់ឆ្លាញ់គេដល់ពេលតែយើងចាប់ដើមថាម្នាក់ហ្នឹងយើងរៀងប្រកបយើងគិតថាយើងរៀងឆ្លាញ់គេដែរយើងពេញចិត្តគេដែរគិតថាគេអាចមើលថាយើងបានចឹងហើយដល់ថ្ងៃដល់ខែដែលត្រូវគិតគូបែរជាមានបញ្ហាអត់អាចគិតគូមួយគ្នាបានវិញចឹងទៅរឿងចាស់ចាស់អីចឹងទៅដល់មនុស្សខ្លះវិញមកបានតញ៉ៃញោមមួយយើងថាស្រឡាញ់មានតែយើងអីចឹងណាប៉ុន្តែធៀបពិតអត់ទេអត់ស្មោះត្រង់មួយយើងឲ្យយើងចូលសួរយើងអីប៉ុន្តែគាត់ចឹងអត់ចឹងទៅចឹងខ្ញុំចង់បញ្ជាក់ថាបើមិនមែនគូរបស់យើងណារឿងគ្រប់អស់ទាំងហ្នឹងគឺវាអត់ទាន់ដល់ពេលសម្រាប់យើងទេតែបើពេលដល់ពេលវិញណាយើងអត់បានត្រៀមខ្លួនទេចឹងបើបងបានមើលវីដេអូរបស់ខ្ញុំវីដេអូមុនបងប្រកាសជាដឹងហើយតែខ្ញុំនិយាយពីរឿងផ្ទាល់ខ្លួនរបស់ខ្ញុំហ្នឹងគឺថាមូលហេតុអីចឹងទៅហ្នឹងខ្ញុំចង់បញ្ជាក់ថាខ្ញុំមិនដឹងថាក៏មានគូដែរបងតែខ្ញុំកាលវាអត់ដល់ពេលវេលារបស់យើងគឺខ្វៀងរហូតហ្មងរហូតខ្ញុំចាំបានកាលដល់ថ្នាក់ម៉ែខ្ញុំគាត់ឆ្ងល់គាត់គិតថាកន្លងខ្ញុំហ្នឹងមានគេធ្វើអីដាក់ចឹងអាចារ្យគេហៅថាធ្វើបណ្ណាយគូធ្វើបណ្ណាយគូវាថាអ្នកណាមកក៏មិនត្រូវអ្នកណាមកក៏មិនត្រូវអីចឹងរហូតកាលហ្នឹងខ្ញុំចាំបានថាគាត់ទៅធ្វើសាច់ចែកធ្វើអីខ្ញុំពាក់ទៀតហ៎ខ្ញុំចាំបានណាវាថាម៉ែខ្ញុំគាត់ជំនឿគាត់ជាមនុស្សដែលមានជំនឿអីនឹងរឿងផ្លូវអញ្ចឹងដែរចឹងណាដោយសារអីអ្នកខ្លះមកគ្រប់លក្ខខណ្ឌទាំងអស់តែយើងអត់ស្រឡាញ់ដល់ពេលអ្នកខ្លះវិញខ្វះខាតលក្ខខណ្ឌអីចឹងទៅយើងមើលទៅយើងទៅនងដែរប៉ុន្តែគេអត់ប្រកាសមួយយើងតែដល់ពេលដែលខ្ញុំត្រូវដល់គូការខ្ញុំការក៏ដូចអាយុខ្ញុំអត់ទាន់20 ស្រួលហ្នឹងខ្ញុំការហើយទាំងដែលអត់បានតន់ត្រៀមខ្លួនអីទាំងអស់ហើយមនុស្សប្រុសម្នាក់ហ្នឹងក៏អត់ទាន់បានស្រឡាញ់តែថាយើងអត់មានទាន់បានស្រឡាញ់គឺស្អិតល្ងួតអីហើយដែលត្រូវបែរថាការចាប់ត្រូវនៅសុកចាស់ទុំដឹងលឺជុំគ្នាអីត្រូវចប់ពាក្យពុកចឹងដាក់ថ្ងៃការពុកហ្មងតែដែលយើងអត់មានទាន់បានត្រៀមខ្លួនអីទាំងអស់ជឿសំបីទៅដល់ថ្ងៃការរោគក៏ខ្ញុំអត់មានបានកាត់ស្លៀកសម្រាប់ពេលដែលយើងចាប់កម្មវិធីយើងស្លៀករោគរបស់យើងដែរគឺអត់មានហ្មងបានន័យថាអត់ទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការទេប៉ុន្តែបើយើងត្រូវបានរៀបការអញ្ចឹងណាខ្ញុំទៅដឹងខ្លួនដូចគ្នាថាពេលដែលខ្ញុំទៅចប់ពាក្យមួយប្តីហើយបើខ្ញុំចាប់ដើមស្រឡាញ់គាត់ពីដំបូងឡើយអត់មានបានស្រឡាញ់គ្នាបងចប់ពាក្យណារៀនថាចប់ពាក្យចប់ទៅវាថាពេលហ្នឹងដោយសារអារម្មណ៍យើងដូចខ្ញុំនិយាយចឹងអារម្មណ៍តក់ឲ្យគាត់ថាអីមានអ្នកគេប្រកបមួយយើងយើងការយើងចប់ពាក្យហ្មងទៅទាំងតែអារម្មណ៍របស់យើងអត់ទាន់ប្រកបជាមួយគ្នាទេអាចថាសំណាងបានដែរបើជាគូព្រេងរបស់យើងទឹកយើងស្រឡាញ់គ្នាបានម្ដងសប្តាហ៍អីអញ្ចឹងណា